ជំរាបសួរលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនសិស្សានុសិស្សទាំងអស់ជាទីគោរពនិងជាទីរាប់អានខ្ញុំឈ្មោះឡុងកឹមណាធ្វើការនៅនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជននិងកីឡាថ្ងៃនេះបងប្អូនជួបជាមួយនឹងអ្នកគ្រូនៅក្នុងមុខវិជ្ជាអប់រំសុខភាពថ្នាក់ទី9ក្នុងសមាសភាពទី3សុខភាពបន្តពូជនិងសុខភាពផ្លូវភេទមុននឹងយើងបន្តមេរៀនថ្មីអ្នកគ្រូសូមឲ្យបងប្អូននឹងឆ្លើយនឹងសំណួររបស់អ្នកគ្រូសិនតើក្នុងម៉ោងអប់រំសុខភាពសប្តាហ៍មុនហ្នឹងបងប្អូនបានរៀនជាមួយអ្នកគ្រូនៅមេរៀនអ្វីដែរចាជំរាបបងប្អូនចាអរគុណច្រើនគឺមេរៀនចំណងផ្លូវភេទចឹងបងប្អូនក៏លេខមកកាន់ក្តារខៀនអ្នកគ្រូរំលឹកមេរៀនបងប្អូនបន្តិចចាចឹងតើប្រយោគខាងក្រោមមួយណាដែលមិនមែនជាកត្តាជំរុញឲ្យមានចំណងផ្លូវភេទអ្នកគ្រូមានចម្លើយ4ឲ្យបងប្អូនជ្រើសរើស1ការបង្ហាញអាកប្បកិរិយាឬអារម្មណ៍ទាក់ទាញរឿងផ្លូវភេទ2ការប្រើគ្រឿងញៀនគ្រឿងស្រវឹង3កង្វះឯកជនភាពដូចជាការរស់នៅប្រមូលផ្ដុំក្នុងបន្ទប់តែមួយក្នុងក្លឹបឬក៏ក្នុងខារ៉ាអូខេចា4ការអង្គុយរៀនក្បែរគ្នាធ្វើការជិតគ្នាចាអញ្ចឹងចម្លើយទាំង4នេះហ្នឹងតើបងអូនជ្រើសរើសចម្លើយមួយណាដែលគិតថាត្រឹមត្រូវអញ្ចឹងបងអូនក៏លេខមកមើលចម្លើយរបស់យើងវិញចម្លើយដែលត្រឹមត្រូវគឺចំណុចទី4ចាគឺការអង្គុយរៀនក្បែរគ្នាធ្វើការជិតគ្នាមិនមែនជាកត្តាជំរុញឲ្យមានចំណងផ្លូវភេទទេថ្ងៃនេះបងប្អូននឹងបានសិក្សានៅមេរៀនថ្មីក្នុងសមាសភាពទី3សុខភាពបន្តពូជនិងសុខភាពផ្លូវភេទក្នុងចម្ពោះទី2សុខភាពផ្លូវភេទហើយមេរៀនទី3គឺការជួញដូរផ្លូវភេទចាអញ្ចឹងមេរៀនថ្មីរបស់យើងនេះនៅពេលដែលបងអូនរៀនចប់អ្នកគ្រូនឹងមានគោលបំណងផ្ដល់ឲ្យបងអូនពេលបងអូនដែលរៀនចប់ទៅបងអូនអាចប្រាប់បានពីនិយមន័យជួញដូរផ្លូវភេទបងអូនអាចរៀបរាប់ពីមូលហេតុផលវិបាកនិងវិធានការទប់ស្កាត់ការជួញដូរផ្លូវភេទបងអូនក៏អាចបង្ហាញបានពីមូលហេតុផលវិបាកនិងវិធានការទប់ស្កាត់ការជួញដូរផ្លូវភេទចុងក្រោយបងអូននឹងបណ្ដុះស្មារតីចូលរួមទប់ស្កាត់ការជួញដូរផ្លូវភេទប្រទេសកម្ពុជាយើងហ្នឹងមានច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទដែលអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី20ខែធ្នូឆ្នាំ2007ហើយរាជរដ្ឋាភិបាលនឹងបានផ្ដល់ទំនុកចិត្តឲ្យក្រសួងអប់រំយុវជននិងកីឡាជាស្ថាប័នសម្របសម្រួលនិងដឹកនាំក្រុមការងារបង្ការទប់ស្កាត់ការជួញដូរមនុស្សចាហើយការជួញដូរផ្លូវភេទជាបទល្មើសឧក្រិដ្ឋឬក៏មជ្ឈិមនិងជាទម្រង់នៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរគេសង្កេតឃើញថាជនរងគ្រោះនៃការជួញដូរភាគច្រើនគឺស្ត្រីនិងកុមារដែលស្ថិតនៅក្នុងចំណោមក្រុមជនងាយរងគ្រោះបំផុតហើយពួកគេមិនត្រូវបានយកចិត្តទុកដាក់ពីអ្នកអាណាព្យាបាលឬក៏អន្តរាគមន៍អំពីបញ្ហានេះឡើយចាឥឡូវនេះអ្នកគ្រូសួរតបងអូនមើលថាតើការជួញដូរហ្នឹងមានន័យដូចម្ដេចអ្នកគ្រូសួរតែត្រឹមការជួញដូរទេតើការជួញដូរមានន័យដូចម្ដេចបងអូនចាអរគុណច្រើនចុះខាងនោះចាអរគុណចាឥឡូវយើងត្រឡប់មកមើលនិយមន័យរបស់យើងវិញចាអញ្ចឹងបងអូនមើលទៅកម្មនិយមន័យលើក្តារខៀនការជួញដូរផ្លូវភេទគឺជាអីគឺជាការលក់ដូរមនុស្សចានៅតាមមាត្រា13យើងគេឲ្យនិយមន័យថាម៉េចនិយមន័យនៃអំពើលក់និងដូរមនុស្សមានន័យថាប្រគល់ឲ្យដោយខុសច្បាប់នៅការគ្រប់គ្រងលើជនណាម្នាក់ទៅជនដទៃឬទទួលយកដោយខុសច្បាប់នៅការប្រគល់ការគ្រប់គ្រងលើជនណាម្នាក់ពីជនដទៃដោយប្តូរនឹងរបស់មានតម្លៃអ្វីមួយដោយរាប់បញ្ចូលទាំងសេវានិងមនុស្សផងនេះជានិយមន័យនៅក្នុងមាត្រាច្បាប់បច្ចុប្បន្នហ្នឹងមានការជួញដូរផ្លូវភេទតាមប្រព័ន្ធអនឡាញដែលមានការកេងប្រវ័ញ្ចធ្វើអាជីវកម្មលើស្ត្រីនិងកុមារងាយរងគ្រោះដោយសារការអូសទាញពីក្រុមកេងប្រវ័ញ្ចផ្លូវភេទតាមរយៈការផ្សព្វផ្សាយរឿងនិងរូបអាភាសជាដើមការប្រើប្រាស់បណ្ដាញសង្គមរបស់ក្មេងជំទង់ក្រោមអាយុ18ឆ្នាំត្រូវមានការគ្រប់គ្រងពីអ្នកអាណាព្យាបាលដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើទំនាក់ទំនងផ្លូវភេទក្នុងក្រុមមនុស្សដែលមានអាយុដូចគ្នាឥឡូវអ្នកគ្រូសូមចែកប្អូនជា4ក្រុមដើម្បីពិភាក្សាសំណួរខាងក្រោមដោយទុករយៈពេល5នាទីសម្រាប់ពិភាក្សានិង2នាទីសម្រាប់ក្រុមនីមួយៗបកស្រាយចម្លើយណាអញ្ចឹងអ្នកគ្រូផ្ដល់ប្អូនមើលទៅកាន់ក្តារខៀនអ្នកគ្រូផ្ដល់សំណួរជូនចាក្រុម1តើមូលហេតុអ្វីខ្លះដែលបណ្ដាលមានការជួញដូរផ្លូវភេទចាអញ្ចឹងយកពីស្ដាំដៃអ្នកគ្រូទៅម្ដងក្រុម1ហើយកណ្ដាលក្រុម2ខាងក្រោយក្រុម3ចំណែកក្រុម2
តើការជួញដូរផ្លូវភេទមានផលវិបាកអ្វីខ្លះដល់បុគ្គលក្រុមគ្រួសារនិងសង្គមចូលរៀបរាប់ចំណែកក្រុម3តើត្រូវមានវិធានការទប់ស្កាត់ការជួញដូរផ្លូវភេទអ្វីខ្លះចូលរៀបរាប់ចាឥឡូវអ្នកគ្រូផ្ដល់ពេលជូន5នាទីសម្រាប់ពិភាក្សាក្រុមចាចាអរគុណច្រើនឥឡូវយើងក្រឡេកមកមើលមេរៀនរបស់យើងអូនឈប់ការពិភាក្សាហ្នឹងទៅយើងមកមើលសំណួររបស់យើងហើយនឹងចម្លើយរបស់យើងចាប់បងអូនមើលមកកាន់ក្រាខៀនមូលហេតុការជួញដូរផ្លូវភេទមានអីខ្លះអូនមើលក្រុមដែលបងអូនឆ្លើយចាអរគុណច្រើនចុះមូលហេតុនៃការជួញដូរផ្លូវភេទមានដោយសារអីដោយសារជីវភាពក្រីក្រដោយសារអីទៀតស្វែងរកការងារធ្វើការកើនឡើងនៃសម្ភារៈនិយមចំនួនក្នុងគ្រួសារឬក៏គ្រួសារបែកបាក់គ្រោះធម្មជាតិឬក៏សង្គ្រាមភាពអវិជ្ជាឬក៏យើងហៅថាភាពល្ងងខ្លៅបងឃើញរូបភាពនឹងហើយណាចាអ្នកគ្រូមានរូបភាពទុកឲ្យបងមើលចាហើយមានមូលហេតុអីទៀតគឺពុំមានការគិតពិចារណាល្អិតអំពើហិង្សាក្នុងគ្រួសារការសេពគ្រឿងញៀនគ្រឿងស្រវឹងការសេពគប់មិត្តមិនល្អការអូសទាញនិងឆោបោកការអនុវត្តច្បាប់នៅធូររលុងចាបងអូនឃើញរូបភាពនេះហើយបងអូនធ្លាប់ឃើញនៅតាមស្រុកភូមិរបស់យើងហើយទង្វើទាំងអស់នេះហ្នឹងគឺជាការជួញដូរផ្លូវភេទតាមរយៈអីការបោកបញ្ឆោតឬក៏ការស្វែងរកការងារអីឲ្យធ្វើកុហកបោកប្រាស់ចាអញ្ចឹងបងអូនឃើញរូបភាពនេះច្បាស់ហើយបងអូនក៏អាចធ្លាប់ឃើញរូបភាពនេះនៅតាមសហគមន៍របស់យើងដែរអញ្ចឹងយើងមកមើលការមូលហេតុនៃការជួញដូរបន្តទៀតចាមានក្រៅពីទាំងអស់នោះមានអីទៀតគឺអយុត្តិធម៌ក្នុងសង្គមការខូចចិត្តមានវិបត្តិស្នេហាគ្មានការងារធ្វើឬក៏មុខរបរចិញ្ចឹមជីវិតហើយនៅមានទៀតចាអញ្ចឹងការជួញដូរផ្លូវភេទហ្នឹងមានគោលដៅស្វែងរកផលប្រយោជន៍បំពេញផ្លូវភេទផលិតរូបភាពអាហាភិរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះស្មុំកូនឬក៏ទម្រង់នៃការកេងប្រវ័ញ្ចផ្សេងទៀតទាំងអស់នេះគឺជាមូលហេតុដែលឲ្យមានការជួញដូរផ្លូវភេទដែរចាអញ្ចឹងយើងមកមើលចំណុចទី3និយាយអំពីផលវិបាកនៃការជួញដូរផ្លូវភេទមើលបងអូនកុំដែលនិយាយអំពីផលវិបាកនៃការជួញដូរបងអូនពិភាក្សាគ្នាចេញអីខ្លះបានចម្លើយតាមទៅបានប្រមាណភាគរយអញ្ចឹងយើងមើលគិតមកកាន់ក្តារខៀនរបស់យើងមើលមេរៀនរបស់យើងផលវិបាកកើតចេញពីការជួញដូរផ្លូវភេទការជួញដូរហ្នឹងអាចមានឥទ្ធិពលលើអីលើរាងកាយផ្លូវចិត្តរបស់ជនរងគ្រោះនិងផ្លូវចិត្តអ្នកពាក់ព័ន្ធហើយវាជាឥទ្ធិពលដល់ដំណើរជីវិតរបស់ជនរងគ្រោះអាចប្រឈមទៅនឹងអំពើហិង្សាហើយអំពើហិង្សាមានអីខ្លះមានទាំងពាក្យសម្ដីវាយដំដែលអាចមានរបួសដល់រាងកាយរបស់ជនរងគ្រោះចំណុចមួយទៀតគឺអីគឺការប៉ះទង្គិចផ្លូវចិត្តនៃការជួញដូរផ្លូវភេទមានដូចជាអីដូចជាជំងឺបាក់ស្បាតថប់បារម្ភធ្លាក់ទឹកចិត្តជំងឺភ្លេចភ្លាំងដែលជាតម្រូវការព្យាបាលហ្នឹងគឺរយៈពេលយូរណាស់ចំណុចមួយទៀតធ្វើឲ្យគាត់ឆ្លងជំងឺកាមរោគមេរោគអេដនិងជំងឺដទៃទៀតចុងក្រោយគឺគាត់អាចបាត់បង់ការសិក្សាឬក៏ចំណេះដឹងអញ្ចឹងសួរថាមានមូលហេតុតើយើងអាចការពារបានទេចាអរគុណច្រើនអញ្ចឹងយើងមើលមកចំណុចទី4និយាយអំពីវិធានការទប់ស្កាត់ការជួញដូរផ្លូវភេទគឺជាវិធីសាស្ត្រឬក៏មធ្យោបាយក្នុងការរារាំងឬក៏បង្ការទុកជាមុននៅភាពរងគ្រោះនានាឲ្យបានទាន់ពេលវេលាជាពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារហើយការជួញដូរផ្លូវភេទហ្នឹងអាចការពារនិងទប់ស្កាត់បានអញ្ចឹងចំណុចដែលអាចចាប់ផ្ដើមសំខាន់នោះគឺអីចាគឺមានដូចតទៅចំណុចទី1ត្រូវផ្ដោតលើការបង្កើនការយល់ដឹងរបស់សហគមន៍អំពីការជួញដូរមនុស្សនិងដោះស្រាយការកេងប្រវ័ញ្ចដែលកើតមានចំណុចទី2គឺលើកកម្ពស់ការយល់ដឹងនិងដាក់បញ្ចូលប្រធានបទការជួញដូរផ្លូវភេទនៅក្នុងការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយក្នុងកម្មវិធីសិក្សាថ្នាក់ជាតិចាចំណុចទី3គឺអីគឺបង្កើនការស្រាវជ្រាវបន្ថែមដើម្បីវាយតម្លៃកម្មវិធីនិងគោលនយោបាយដែលជួយកាត់បន្ថយកត្តាដែលធ្វើឲ្យមនុស្សប្រឈមនឹងគ្រោះថ្នាក់ដើម្បីជួយទប់ស្កាត់ការជួញដូរផ្លូវភេទនិងជួញដូរមនុស្សចំណុចទី4គឺយុទ្ធសាស្ត្រផ្អែកលើភស្តុតាងដែលអាចរកបានល្អបំផុតមានដើម្បីការពារអំពើហិង្សាដែលពាក់ព័ន្ធនឹងជនរងគ្រោះហើយក៏អាចកាត់បន្ថយការជួញដូរផ្លូវភេទផងដែរចំណុចទី5គឺក្នុងពេលជាមួយគ្នានេះរដ្ឋាភិបាលនិងសហគមន៍ត្រូវធ្វើអីខ្លះថាត្រូវលើកទឹកចិត្តឲ្យមានអិរិយាបថល្អក្នុងទំនាក់ទំនងត្រូវលើកកម្ពស់និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងប្រកបដោយប្រសិទ្ធភាពត្រូវចូលរួមយ៉ាងសកម្មក្នុងក្រុមប្រឹក្សាយុវជន
ត្រូវចែករំលែកផ្ដល់ព័ត៌មាននិងក្លាហានក្នុងការរាយការណ៍ពីការជួញដូរទៅលោកគ្រូអ្នកគ្រូចាស់ទុំគ្រួសារអាជ្ញាធរភូមិឃុំដែលអ្នកទុកចិត្តនិងនៅជិតអ្នកហើយត្រូវបង្កើនជីវភាពក្នុងមូលដ្ឋានតាមរយៈការដាំដុះនិងមុខរបរផ្សេងៗកំណត់និងដោះស្រាយភាពងាយរងគ្រោះក្នុងអំឡុងពេលពិនិត្យសុខភាពកាត់បន្ថយនៅរាល់អាជីវកម្មឬក៏រូបភាពផ្សព្វផ្សាយដែលជំរុញផ្លូវភេទហើយបំបត្តិអាជីវកម្មរកផលចំណេញទាំងឡាយណាដែលមានរូបភាពប្រតិបត្តិការតាក់ទងនឹងការជួញដូរមនុស្សចឹងអ្នកគ្រូមានចំណុចឲ្យបងអូនចងចាំគឺមួយការជួញដូរផ្លូវភេទគឺនៅពេលនរណាម្នាក់ដែលមានភ្នាក់ងារជ្រើសរើសបុគ្គលិកដឹកជញ្ជូនលក់ឬក៏ទិញមនុស្សដើម្បីធ្វើអាជីវកម្មផ្លូវភេទឧទាហរណ៍ថាតាមរយៈការបង្ខំឲ្យពួកគេលក់ភេទនៅក្នុងប្រទេសរបស់ខ្លួនឬក៏នៅក្រៅប្រទេសអ្នកជួញដូរផ្លូវភេទហ្នឹងប្រើភាពមិនស្មោះត្រង់ការបញ្ឆោតនិងការខ្លែងបន្លំជាញឹកញាប់ជាមួយនឹងការបំផិតបំភ័យការដាក់កំហិតដោយសន្យាថាផ្ដល់ការងារឲ្យធ្វើការគំរាមកំហែងដល់មនុស្សឬក៏ការជាប់ពន្ធនាគារនិងការបង្ខំកម្លាំងកាយដើម្បីតាក់ទាញនិងគ្រប់គ្រងជនរងគ្រោះហើយក្មេងស្រីនិងស្ត្រីខ្លះហ្នឹងត្រូវបានគេលក់ទៅរកការជួញដូរផ្លូវភេទដោយមនុស្សដែលគេស្គាល់និងទុកចិត្តរួមមានទាំងឪពុកម្ដាយប្តីសមាជិកគ្រួសារផ្សេងៗទៀតនិងមិត្តប្រុសហើយជារឿយៗការជួញដូរផ្លូវភេទហ្នឹងចាប់ផ្ដើមជាមួយនឹងការផ្ដល់ការងារឥឡូវមេរៀនរបស់យើងបានចប់ហើយបងប្អូនលើកប៊ិចនិងសៀវភៅឡើងដើម្បីកត់មេរៀនសង្ខេបទុកមើលនៅពេលក្រោយអ្នកគ្រូនឹងអានជូនយឺតឲ្យបងប្អូនកត់រួចរាល់ហើយឬនៅចាអរគុណអញ្ចឹងអ្នកគ្រូចាប់ផ្ដើមហើយបងប្អូនដាក់ចំណុចត្រេមួយការជួញដូរផ្លូវភេទជាការលក់ដូរមនុស្សដោយមានគោលដៅស្វែងរកប្រយោជន៍ឈ្លានពានខាងផ្លូវភេទផលិតរូបភាពអាហារភាសរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះស្មុំកូនឬទម្រង់នៃការកេងប្រវ័ញ្ចផ្សេងទៀតបងអូនត្រូវមួយទៀតមូលហេតុការជួញដូរផ្លូវភេទដោយសារជីវភាពក្រីក្រស្វែងរកការងារធ្វើការកើនឡើងនៃសម្ភារៈនិយមចំនួនគ្រួសារឬគ្រួសារបែកបាក់ភាពអវិជ្ជាអំពើហិង្សាក្នុងគ្រួសារការសេពគ្រឿងញៀនគ្រឿងស្រវឹងការសេពគប់មិនល្អការខូចចិត្តមានវិបត្តិស្នេហាគ្មានការងារធ្វើឬមុខរបរចិញ្ចឹមជីវិតឡាក់បងដាក់ចំណុចត្រេមួយទៀតផលវិបាកការជួញដូរផ្លូវភេទអាចមានឥទ្ធិពលលើរាងកាយផ្លូវចិត្តរបស់ជនរងគ្រោះនិងផ្លូវចិត្តនៃអ្នកពាក់ព័ន្ធការប៉ះទង្គិចផ្លូវចិត្តនៃការជួញដូរផ្លូវភេទប្រឈមទៅនឹងការព្យាបាលវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនិងហានិភ័យខ្ពស់នៃការឆ្លងជំងឺកាមរោគផងដាក់ចំណុចត្រេមួយទៀតវិធានការទប់ស្កាត់ការជួញដូរផ្លូវភេទមានវិធីសាស្ត្រឬមធ្យោបាយក្នុងការរារាំងឬបង្ការទុកជាមុននៅភាពរងគ្រោះនានាឲ្យបានទាន់ពេលវេលាដោយបង្កើនការយល់ដឹងរបស់សហគមន៍អំពីការជួញដូរមនុស្សនិងដំណោះស្រាយការកេងប្រវ័ញ្ចដែលកើតមានឥឡូវមេរៀនសង្ខេបយើងបានចប់ហើយបងអូនបិទសៀវភៅនិងដាក់ប៊ិចចុះហើយបងអូនមើលមកកាន់ក្តារខៀនរបស់យើងអ្នកគ្រូមានសំណួរត្រូវសួរបងអូនដើម្បីឲ្យដឹងថាតើ1ម៉ោងដែលរៀនជាមួយអ្នកគ្រូនេះបងអូនចេះមេរៀនអ្វីខ្លះចាចេះបានកម្រិតណាបងអូនមើលកាន់ក្តារខៀនប្រសិនបើអ្នកដឹងថាមានអំពើជួញដូរផ្លូវភេទឬជួញដូរមនុស្សតើអ្នកទៅធ្វើបែបណាអ្នកគ្រូមានជំរឿស4ឲ្យបងអូនរើសចា1ចូលរួមជាមួយទាំងលើនោះដែរដើម្បីបានប្រយោជន៍2មិនខ្វល់ព្រោះមិនពាក់ព័ន្ធជាមួយក្រុមគ្រួសារខ្លួនផ្ទាល់3រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានសុំអន្តរាគមន៍4ដើរទៅប្រាប់អ្នកទាំងនោះថាពួកគេធ្វើនេះគឺខុសច្បាប់ចាឥឡូវចម្លើយទាំង4ឲ្យបងអូនរើសយកចម្លើយមួយណាដែលត្រឹមត្រូវមើលបងអូនបរោះចាបងអូនអង្គុយខាងកណ្ដាល
ចាអញ្ចឹងចម្លើយតាមអរគុណច្រើនចម្លើយដែលត្រឹមត្រូវគឺចម្លើយទី3ចាបើបងអូនជួបករណីហ្នឹងសូមរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចឬក៏អាជ្ញាធរមូលដ្ឋានសូមអន្តរាគមន៍បន្ទាន់ផងចានេះគឺជាទង្វើដែលបងអូនចូលរួមជួយសង្គមរបស់យើងចាហើយអ្នកគ្រូមានសំណួរបន្តបងអូនមើលមកកាន់ក្តារខៀនយើងចាតើអេរិយាបថមួយណាដែលយុវជនមិនគួរធ្វើអ្នកគ្រូមានជំរើស5ឲ្យបងអូនជ្រើសរើសមានចម្លើយទាំង5ឲ្យបងអូនជ្រើសរើស1ចូលរួមផ្សព្វផ្សាយពីច្បាប់ផ្សេងនិងបង្កើនការយល់ដឹងអំពីការជួញដូរមនុស្ស2បង្កើនជីវភាពក្នុងមូលដ្ឋានតាមរយៈការដាំដុះបង្កើតមុខរបរនិងដោះស្រាយទីផ្សារកសិផលចា3ចូលរួមដោះស្រាយការកេងប្រវ័ញ្ចគ្រប់រូបភាពដែលកើតមានជាមួយអាជ្ញាធរ4មិនចាប់អារម្មណ៍ពេលដឹងថាមានការជួញដូរមនុស្សនៅសហគមន៍របស់ខ្លួន5ចូលរួមក្នុងការលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពចឹងអេរិយាបថមួយណាដែលបងប្អូនជាយុវជនយើងអត់គួរធ្វើទេនោះណាចាមើលបងប្អូនខាងក្រោយយកចម្លើយមួយណាបងប្អូនចាអរគុណច្រើនចុះបងប្អូនរីខាងនេះវិញចាអរគុណច្រើនចុះអ្នកខាងនៅខាងមុខចាអញ្ចឹងអេរិយាបថដែលយុវជនយើងមិនគួរធ្វើគឺចំណុចទី4ចម្លើយដែលត្រឹមត្រូវចាគឺមិនចាប់អារម្មណ៍ពេលដឹងថាមានការជួញដូរមនុស្សនៅសហគមន៍របស់ខ្លួននេះជាអេរិយាបថដែលយើងមិនគួរទទួលយកឬក៏ប្រកាន់យកទេព្រោះអីយើងអត់បានជួយសង្គមចាអ្នកគ្រូមានកិច្ចការផ្ទះទុកឲ្យបងអូនចាចុះបងអូនស្រាវជ្រាវពីគ្រោះថ្នាក់នៃការប្រើប្រាស់បណ្ដាញសង្គមដោយសួរព័ត៌មានពីឪពុកម្ដាយបងសម្រាប់រៀននៅម៉ោងអប់រំសុខភាពសប្ដាហ៍ក្រោយមុននឹងចប់ម៉ោងរបស់អ្នកគ្រូសូមផ្ដាំផ្ញើបងប្អូនទាំងអស់គ្នានឹងចូលរួមទប់ស្កាត់ការជួញដូរផ្លូវភេទចាទាំងនៅក្នុងសហគមន៍របស់យើងក៏ដូចសង្គមរបស់យើងអ្វីដែលអាចជួយសង្គមយើងបានសូមបងប្អូនអនុវត្តផងចាហើយអ្នកគ្រូសូមអរគុណលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនសិស្សានុសិស្សទាំងអស់ដែលបានចូលរួមតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយសូមគោរពជូនពរសូមឲ្យលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនទាំងអស់មានសុខភាពល្អចាសុខសប្បាយទាំងអស់គ្នា